បាទវីដេអូខាងលើនេះអាចនឹងមានផលរំខានសម្រាប់អ្នកទេសនាមួយចំនួនបាទក្មេងក្រោម18ឆ្នាំមិនត្រូវបានណែនាំឲ្យស្ដាប់ទេអាចអូសរំលងវីដេអូនេះចោលបានរឿងក្តី Manga 937គឺជាករណីឃាតកម្មមួយដ៏សាហាវឃោរឃៅនឹងព្រៃផ្សៃបំផុតមួយនៅក្នុងប្រទេសប្រេស៊ីលហេតុការណ៍គឺកើតឡើងនៅថ្ងៃទី2ខែមីនាឆ្នាំ2018ដែលមាននារី3នាក់នារីទី1មានឈ្មោះថា Nara Eileen មើលទៅគាត់ដូចប្រុសបងប្អូនប៉ុន្តែគាត់ជាមនុស្សស្រីទេបាទនារីទី2មានឈ្មោះថា Daciel Anselmo និងនារីទី3មានឈ្មោះថា Ingrid Teixeira Ferraria នារីទាំង3នាក់នេះគឺគាត់កំពុងធ្វើដំណើរទៅកាន់ទីតាំងនៃព្រះវិហារមួយស្ថិតក្នុងតំបន់ដែលពួកគាត់រស់នៅបងប្អូននៅក្នុងចំណោមពួកគាត់ទាំង3នាក់នេះគឺមាន2នាក់ដែលជាសមាជិកនៅក្នុងក្រុម Gangster ដែលមានឈ្មោះថា Commando Vermelho ក្រុម Commando Vermelho នោះគឺជាក្រុមបងតូចបងធំនៅខាងប្រទេសប្រេស៊ីលបងប្អូនដែលក្រុមនោះធ្វើការជួញដូរទៅលើថ្នាំញៀនចាប់ចម្រិតមនុស្សដូចជាប្រព្រឹត្តនៅបទល្មើសផ្សេងៗជាច្រើនកំឡុងពេលដែលពួកគាត់កំពុងតែដើរទៅកាន់ព្រះវិហារនោះក៏មានក្រុមម្ខាងទៀតដែលជាដៃគូបដិបត្តិដែលជាសត្រូវរបស់ក្រុម Commando Vermelho នោះធ្វើការចាប់ចម្រិតនារីទាំង3នាក់ហ្នឹងក្រុមម្ខាងទៀតគឺមានឈ្មោះថា Guardios do Estado ជាភាសាប៉ូទុយហ្គាល់ជាខ្សែខ្ញុំអានឈ្មោះខុសពួកគេបានចាប់ចម្រិតនារីទាំង3នាក់ហ្នឹងទៅកាន់តំបន់វាលភក់មួយដែលនៅព្រំប្រទល់រវាងទីក្រុង2នាក់ខ្ញុំដាក់ឈ្មោះខាងលើខ្ញុំអានអត់ចេញទេនារីទាំង3នាក់ហ្នឹងគឺត្រូវបានជន់ល្មើសថតវីដេអូនៃការធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃបន្ទាប់មកក៏បានកប់សាកសពពួកគេនៅលើកោះតូចមួយនៅក្នុងតំបន់ព្រៃលិចទឹកបងប្អូនតំបន់ព្រៃភក់ដូចក្នុងវីដេអូខ្ញុំបង្ហាញបងប្អូនខាងលើហ្នឹងបាទដែលមានចម្ងាយ800ម៉ែត្រពីច្រាំងទន្លេ Caria ហ្នឹងបងប្អូននៅក្នុងទីក្រុង Fortaleza បន្ទាប់មកទៀតក្រុមពួកជនល្មើសទាំងអស់ហ្នឹងក៏បានធ្វើការចែកចាយនៅវីដេអូដែលពួកគេបានសម្លាប់ដូចជាធ្វើទារុណកម្មទៅលើនារីទាំង3នាក់ហ្នឹងវីដេអូត្រូវបានគេបែងចែកជា3ផ្នែកដោយផ្នែកទី1គឺជាការសួរចម្លើយទៅលើនារីដោយបងប្អូនទាំងគ្នាបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺខ្លួនប្រឡាក់ដោយឈាមសក់ក្បាលញ៉ៃញ៉ៃមែនទែនហើយបន្តមកទៀតក៏បានធ្វើការសម្លាប់គាត់ដោយប្រើនឹងកាំបិតចំណែកវីដេអូទី2គឺជាវីដេអូនៃការសម្លាប់ទៅលើនារីជនរងគ្រោះដែលមានឈ្មោះថា Nara Eileen ហ្នឹងបាទដំបូងឡើយនារីម្នាក់ហ្នឹងគឺត្រូវបានគេសួរដោយបងប្អូនទាំងអស់គ្នាឃើញនៅក្នុងវីដេអូនេះអញ្ចឹងត្រូវបានគេសួរនាំពីនេះពីនោះអញ្ចឹងណាបន្តមកទៀត Eileen ក៏ត្រូវបានគេកាត់ដៃគាត់កាត់ម្រាមដៃចេញបន្តមកគឺកាត់ដៃដបងម្រាមបន្តមកទៀតគឺដៃតែម្ដងគឺធ្វើការកាត់ចេញពីដងខ្លួនរបស់គាត់តែម្ដងចំពោះផ្នែកទី3នៃវីដេអូហ្នឹងគឺគេបង្ហាញពីជនរងគ្រោះទាំង3នាក់តែម្ដងគឺគេបង្ហាញពីវីដេអូនៃខ្លួនពួកគាត់ដែលត្រូវបានគេកាត់ក្បាលចេញពីគ្នាស្ដាប់ទៅគឺញើសខ្លាំងមែនតើបងប្អូនមូលហេតុនៃការស្លាប់របស់នារីទាំង3នាក់ហ្នឹងតាមខ្ញុំស្រាវជ្រាវតាមអ៊ីនធឺណិតមកត្រូវបានគេជឿថា Daciel និង Nara Eileen បងប្អូនដែលជាសមាជិករបស់ក្រុម Commando Vermelho ហ្នឹងចូលទៅលក់គ្រឿងញៀននៅក្នុងតំបន់របស់ក្រុម The Guardios do Estado គ្រប់គ្រងបងប្អូនបានន័យថាក្រុមពីរហ្នឹងគឺវាអត់ត្រូវគ្នាស្រាប់ហើយនៅសុកស្រាប់តែមានសមាជិករបស់ក្រុមបដិបត្តិខាងទៀតចូលទៅលក់គ្រឿងញៀននៅក្នុងទឹកដីរបស់ខ្លួនហ្នឹងធ្វើឲ្យក្រុមខាងទៀតហ្នឹងគឺអត់សប្បាយចិត្តខឹងខ្លាំងមែនទែនបាទអានេះខ្ញុំស្រាវជ្រាវមើលតាមអ៊ីនធឺណិតបងប្អូនសិនជាមានចំណុចខុសឆ្គងឬក៏ខ្វះខាតអីណាបងប្អូនអាចជួយខមមិននៅខាងក្រោមបានដោយសារមែនទែនទៅព័ត៌មានទាំងអស់ហ្នឹងគឺខ្ញុំពិបាកស្វែងរកមែនទែនដោយសារវាអត់សូវទូលំទូលាយបងប្អូនវាជាភាសាប៉ូទុយហ្គាល់នៅខាងប្រទេសប្រេស៊ីលគេប្រើប្រាស់ភាសាប៉ូទុយហ្គាល់ដល់ពេលអញ្ចឹងទៅយើងស្វែងរកជាភាសាអង់គ្លេសគឺពិបាកខ្លាំងមែនទែនសាកសពជនរងគ្រោះទាំង3នាក់ហ្នឹងគឺត្រូវបានគេរកឃើញរយៈពេល1សប្តាហ៍ក្រោយមកដោយជនល្មើសទាំងអស់ត្រូវបានគេចាប់បានសរុបទាំងអស់គឺ7នាក់បាទនៅក្នុងនោះគឺមាន6នាក់ដែលគេកំណត់អត្តសញ្ញាណបានហើយមានម្នាក់គឺជាបងធំគេគឺឲ្យឈ្មោះថាដូចខាងលើនេះ Francisco អាយុត្រឹមតែ28ឆ្នាំជាងនេះបងប្អូនគឺសាហាវព្រៃផ្សៃមែនទែនហើយសមាជិកក្រុមនោះគឺអត់ដូចជាអត់មានអាយុច្រើនហ្មងបងប្អូនដូចជា28ឆ្នាំ22ឆ្នាំ21 23ឆ្នាំគឺក្មេងៗខ្លាំងមែនទែនមានអាប៉ែអាយុ42ឆ្នាំខ្ញុំបង្ហាញនៅខាងលើបងប្អូនចំពោះការកាត់ទោសគឺខាងតុលាការប្រទេសប្រេស៊ីលបានធ្វើការកាត់ទោសនៅខែកុម្ភៈឆ្នាំ2019គឺជាប់ពន្ធនាគារចន្លោះពេល78ឆ្នាំទៅ80ឆ្នាំទាំងអស់ហ្នឹងបងប្អូន